វាមានជាមួយនឹងអេក្រង់ធំថ្មធំទំហំផ្ទុកក៏ធំដែរគឺ RAM 20G storage 256G ហើយតេតិជនទាំងអស់គ្នាប្រកាសជាស្គាល់ច្បាស់ណាស់ជាមួយនឹង tablet មួយនេះគឺ iPad Pro របស់ Tesla ហើយមើលការអូសបញ្ជារបស់ក្រុមការងារគឺគាត់បង្ហាញជូនផ្ទាល់តែម្ដងការថាចេញចូលគឺថា smooth យកតែមែនតើព្រោះថា refresh rate គេបានរហូតដល់90Hz ឯណោះហើយយើងដឹងហើយថា tablet នេះគឺជា tablet សម្រាប់អ្នកដែលចូលចិត្តគូររូបចូលចិត្តផាត់ពណ៌និយាយទៅជាងគំនូតែម្ដងដែលមានសិល្បៈខាងគំនូនៅក្នុងខ្លួនគឺត្រូវជាមួយ tablet នេះហើយក្រៅពីគំនូសិល្បៈយើងអាចយកវាទៅប្រើប្រាស់ការងាររដ្ឋបាលការកាត់តវីដេអូការ design រូបភាពការលេងហ្គេមតិចតួចឬក៏ការកំសាន្តអីហ្នឹងគឺថាល្អមែនតើព្រោះ screen វាធំ 12.7 inch ចំណែកឯកម្រិតបង្ហាញវិញគឺដិតស្រស់ត្រជាក់ភ្នែកតែម្ដងមិនធ្វើឲ្យយើងឈឺភ្នែកនោះទេហើយជាមួយនឹង screen ដែលការពារភ្នែកយើងបានល្អមែនតើជាមួយនឹងការដាក់ SIM ទេចេញចូលបានដោយទូរស័ព្ទរបស់យើងអញ្ចឹងចំណែកឯថ្មគឺ10000 mAh កម្លាំងសាកចូលវិញបានរហូតដល់30 W ឯណោះព័ត៌មានបន្ថែមអាចទៅមកកាន់សារិកាបានសូមអរគុណសូមជម្រាបលាសារិកា Cambodia ជាក្រុមហ៊ុនផ្គត់ផ្គង់ tablet គុណភាពខ្ពស់ក្នុងតម្លៃសមរម្យចាប់ពីជាង$30ឡើងទៅ